ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបរៀនពី function ថ្មីនៅក្នុង Excel ដែលវាមានតែក្នុងអឺ version ថ្មីទេ version ចាស់វាអត់មានទេហ្នឹងហើយអញ្ចឹង function ហ្នឹងយើងហៅវាថា transport ដែលវាមានសមត្ថភាពចម្លែងពីជួរដេកទៅជួរឆឬពីជួរឆទៅជួរដេកអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីដំណើរការរបស់ transport ទីមួយយើងដាក់ស្មើតបមកយើងសេ transport មកអូខេអញ្ចឹងកាលនេះយើងគ្រាន់តែបើកវងកញ្ចក់រួច select នៅ array ដែលយើងចង់ឲ្យវាដូរពីជួរដេកទៅជួរឆឬពីជួរឆទៅជួរដេកអញ្ចឹងកាលនេះខ្ញុំមានតន័យប៉ុណ្ណេះខ្ញុំចង់ select លៀងមកអូខេបើកវងកញ្ចក់ enter អញ្ចឹងយើងនឹងឃើញថានៅក្នុងនេះតន័យទាំងអស់នេះគឺវាបានបដូរពីជួរដេកមកជួរឆវិញភាសាយើងមើលទៅទីមួយ name នៅកន្លែង name ទេដោយសារតែវានៅទំនប់នៅកន្លែងកណ្ដាលនៅគៀនគេអញ្ចឹងមានតែហ្នឹងតមក x គឺវាបដូរមកគៀនវិញទីទីវាមកគៀនដែរដែលចននៅលើវិញយើង25នៅ u វាអង្គកេអញ្ចឹង transport នេះយើងប្រើគ្រាន់តែសម្រាប់ជាការបដូរពីជួរដេកជួរឆទេបើយើងទៅមានតន័យច្រើនអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ copy ដាក់ extend មកអូខេអញ្ចឹងយើង transport សាដើងគឺយើង transport ឲ្យវាទៅជួរដេកជួរឆវិញ transport តបមកយើង select array ដែលយើងចង់ឲ្យវាបន្លែងបើកវងកញ្ចក់ enter អញ្ចឹងដែលយើងបានឃើញគឺវាបានបដូរពីជួរដេកមកជួរឆទាំងអស់ដោយសារតែយើងបានឲ្យវាបដូរអញ្ចឹងខ្ញុំចង់ឲ្យវាពីជួរឆនេះទៅជួរដេកវិញខ្ញុំ transport វាម្ដងទៀតមកបើកវងកញ្ចក់ enter មកអញ្ចឹងវានឹងបន្លែងពីជួរឆទៅជួរដេកវិញអូខេអញ្ចឹង transport ហ្នឹងវាមានសមត្ថភាពបន្លែងពីជួរឆមកជួរដេកនិងពីជួរដេកមកជួរឆអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយ